វាយឺតពេលទៅហើយដែលថៃព្យាយាមលុបចោល MOU ឆ្នាំ2000ព្រោះវាបានក្លាយទៅជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនរួចទៅហើយរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបដិសេធនឹងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសនាសុំលុប MOU ឆ្នាំ2000របស់ព្រឹទ្ធសភាថៃដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយពីច្បាប់អន្តរជាតិនៅក្នុងចេតនាកេងចំណេញនយោបាយនិងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរការបដិសេធនេះធ្វើឡើងក្រោយពេលដែលគណៈកម្មការចំពោះកិច្ចមួយនៃព្រឹទ្ធសភាថៃបានលើកឡើងនូវអនុសាសន៍និងហេតុផលនានាដើម្បីព្យាយាមលុប MOU ឆ្នាំ2000ដោយអ្នកនយោបាយថៃអះអាងថា MOU នេះទទួលស្គាល់ផែនទី1លើ2សែនដែលធ្វើឲ្យថៃមិនទទួលយកផលចំណេញហើយថា MOU នេះបានផ្ដល់អំណាចដល់គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោក JBC ភាគីថៃដែលគ្មានសមត្ថកិច្ចលើរឿងនេះហើយការព្យាយាមលុបចោល MOU នេះបានប៉ុនប៉ងធ្វើឡើងតាំងពីឆ្នាំ2025ដោយពេលមានចំនួនព្រំដែនជាមួយកម្ពុជាសាជាថ្មីទោះបីជា JBC ភាគីកម្ពុជានិងថៃបានប្រើយន្តការនេះជាង10ឆ្នាំមកហើយវាត្រូវបានពន្យាពេលម្ដងហើយម្ដងទៀតដោយភាគីថៃក្រោយពេលដែលពួកគេបានកាន់កាប់ទឹកដីកម្ពុជាជាច្រើនទីតាំងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជានៅថ្ងៃទី26ខែមិនិនាបានឲ្យដឹងថាកាលពីថ្ងៃទី24ខែមិនិនាឆ្នាំ2026កន្លងទៅសារព័ត៌មាននៅក្នុងស្រុកថៃបានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើសុំលុប MOU 43ដែលហៅថា MOU ឆ្នាំ2000របស់គណៈកម្មការធិការចំពោះកិច្ចព្រឹទ្ធសភាថៃជាមួយគ្នានេះអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសនាសុំលុប MOU ឆ្នាំ2000ដោយគណៈកម្មាធិការចំពោះកិច្ចការព្រឹទ្ធសភាថៃដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយពីច្បាប់អន្តរជាតិនៅក្នុងចេតនាកេងចំណេញនយោបាយនិងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបំភ្លឺថា MOU ឆ្នាំ2000ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃនិងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខាព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ MOU ឆ្នាំ2000នេះមានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិនិងជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការគណៈកម្មការ JBC ទន្ទឹមនឹងនេះតាមគោលការណ៍ច្បាប់អន្តរជាតិទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុងឬហេតុផលណាមួយដើម្បីជាមធ្យោបាយនៅក្នុងការលុប MOU ឆ្នាំ2000ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយដែលយោងទៅតាមមាត្រា62ចំណុចទី2នៃអនុសញ្ញាទីក្រុងប៉ែនស្ដីពីច្បាប់សន្ធិសញ្ញាឆ្នាំ1969អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា MOU ឆ្នាំ2000បានផ្ដល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំងសៀមឆ្នាំ1904សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមបែបបទបច្ចេកទេស TOR ឆ្នាំ2003និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរជាក់ស្ដែងនៅពេលកន្លងមកគណៈកម្មការ JBC នៃភាគីទាំងពីរបានសម្រេចនូវសមិទ្ធផលជាវិជ្ជមានដូចជាការស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងទាំង74ការជួសជុលនិងការថែទាំបង្គោលព្រំដែនសម័យបារាំងដែលបានឯកភាពគ្នាការចោះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នការកសាងបណ្ដាញបង្គោលប្រតិពីវិភាគរួមគ្នាកម្ពុជាថៃនិងការវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែនជាដើមជាមួយគ្នានេះភាគីកម្ពុជាតែងតែប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធីរួមទាំងយន្តការទ្វេភាគីដែលមានស្រាប់ជាពិសេសយន្តការ JBC នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្ដែងជាមួយភាគីថៃឲ្យបានចប់ជាស្ថាពរនៅក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ
แนะนำปีរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគូបញ្ជាក់ថាការលុប MOU ឆ្នាំ2000ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុណ្ណោះទេថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីនិងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាពសន្តិភាពនិងការអភិវឌ្ឍបាននោះឡើយ